ទូស្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំមានទូរស័ព្ទមួយដើមចង់បង្ហាញបងប្អូនបាទមួយដើមនេះគឺជា Honor Magic 7 Pro បងប្អូនណា Honor Magic 7 Pro នេះខ្ញុំមានពីរដើមនេះគឺមួយ Global មួយ China បងប្អូនណាមួយ Global មួយ China version តាក់ទងជាមួយនឹងសមត្ថភាពរបស់វាខ្លាំងបងប្អូនខ្លាំងទោះជាវាចេញមួយឆ្នាំ7 2ឆ្នាំក៏ដោយប៉ុន្តែសម្រាប់សមត្ថភាពរបស់វានៅតែខ្លាំងនៅតែអែមសម្រាប់អេក្រង់របស់វាគឺជាប្រភេទអេក្រង់ដែលមានភាពធន់ហើយតាន់បងប្អូនប៉ុន្តែដូចខ្ញុំបញ្ជាក់ចឹងបងប្អូនអេក្រង់ទោះជាតាន់ប៉ុណ្ណាក៏ដោយកញ្ចក់នៅតែជាកញ្ចក់បងប្អូនណាទៅតែការប្រើប្រាស់ទៅតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនទោះជាខាងក្រុមហ៊ុនក៏បញ្ជាក់ថាវាតាន់យ៉ាងណាក៏ដោយបងប្អូនអ្វីដែលពិសេសនោះគឺការប្រើប្រាស់ល្អមែនទែនបងប្អូនសម្រាប់ speaker វាលើក្រមបងប្អូនណាឮសំឡេងពីរោះធ្ងន់មែនទែនបាទគឺខ្ញុំស្រឡាញ់ speaker របស់វាគឺសំឡេងប្រូហើយតើតោងសមត្ថភាពកាមេរ៉ារបស់វាក៏ថតញាក់សាច់ដែរបងប្អូនណាក៏ថតស្អាតដែរបាទសម្រាប់នៅក្នុងដៃខ្ញុំកាន់នេះគឺវាមានទំហំបាទចាំមើលខ្ញុំឆែកសិនបងប្អូនបាទទំហំ storage 512G បាទ 512G ដែលវាមាន RAM 12/12បងប្អូនណា RAM 12/12បាទហើយអ្វីដែលពិសេសមួយទៀតគឺវាប្រើ chip Snapdragon 8 Elite បងប្អូនណា8 Elite វាមានទំហំថ្ម 5850 mAh ដែលវាមាន chip បន្ថែមដល់រហូតដល់3គ្រាប់ទៀតបងប្អូនណា3គ្រាប់ទៀតបាទ3គ្រាប់ទៀត chip ទី1គឺវា Discrete Security Chips S1 Communication Chip Honor C2 Power Xhen Chip Honor E2 បងប្អូនវ៉ាវញាក់សាច់ហ្នឹងបងប្អូនណាអ្វីគឺវាលយមែនតើបងប្អូនណាជាទូទៅទូរស័ព្ទខ្លះគេប្រើ chip តែមួយគឺ chip gold គឺ Snapdragon 8 Elite ឬក៏ធ្វើ chip ផ្សេងៗអញ្ចឹងណាតែសម្រាប់ទូរស័ព្ទនេះគឺមាន chip មួយហើយមាន chip បន្ថែមទៀតដើម្បីជំរុញឲ្យសមត្ថភាពទូរស័ព្ទនេះគឺវាដើរល្អបងប្អូនណាគឺវាឲ្យដើរល្អមែនតើតាក់ទងកាមេរ៉ាចាំមើលខ្ញុំសាក់តេស្តថតស្លឹកសម្រាប់China version គឺវាមានទំហំ RAM ធំជាង Global version ណាបងប្អូនណា China version វាគឺវាមាន RAM 16G បាទ storage 512G សម្រាប់ Global version គឺវាមាន RAM ត្រឹមតែ 12G storage 512G តែប៉ុណ្ណោះបងប្អូនប៉ុន្តែមួយ Global មួយ China ហើយ Global ខ្លាយជា China 2G បងប្អូនពីដើមនេះបងប្អូនមើលសង្កត់ហ្នឹងគាត់ថា Global វាមាន CE តែលើផ្ទៃសនេះមើលអត់ចង់ឃើញបងប្អូនណាមើលអត់ចង់ឃើញទេព្រោះនេះគឺអត់មានប្រទេសស្អាតបងប្អូនមួយណាក៏បានដែរបងប្អូនស្អាតដូចគ្នានៅ Magic 7 Pro នេះនៅពេលដែលយើងថត macro បងប្អូនយើងអត់មានធ្វើទាំងអស់យើងគ្រាន់តែងាកឲ្យចិត្តចេះទៅបាទឃើញវាឆ្លាស់ទៅ macro បងប្អូនណាឃើញទេឃើញឆ្លាស់ទៅ macro អត់បងប្អូនឆ្លាស់ទៅ macro យើងដាក់ក្របមួយបាទឥឡូវចូលទៅមើលរូបអស់គ្នាបាទថត macro ចិត្តបាទឲ្យ detail ល្អបងប្អូនណាឲ្យ detail ល្អមែនតើហើយសម្រាប់ថតវត្ថុគិចិត្តចាំមើលខ្ញុំនឹងតេស្តវីដេអូបន្ថែមទៀតទៅលើការថតពីចាប់ពី 0.5 1 2 3 6អានេះគេដាក់នៅក្នុង setup នៅក្នុងហ្នឹងវាអាចមានដល់100គុណទៀតបងប្អូនតែយើងតេស្តជាមួយនឹង optical vision បាទថតចកខាងមុខនេះបងប្អូនមួយយើងប្រើ1គុណយើងប្រើ2បាទយើងប្រើ3បាទខ្ញុំប្រើ6ខ្ញុំរក object មួយដែលពិសេសបាទតមកយើងយកបន្ថែមទៀតបាទខ្ញុំយកទៅ12ហ្មងទៅបងប្អូន2គុណតមកបាទ50គុណតមកខ្ញុំយក100គុណបាទបាទតោះ50អានេះមិញ100 12 6 3 2 1 0.5បងប្អូនណាបងប្អូនមើល color ទៅស្អាតតា color វាធម្មជាតិល្អប៉ុន្តែទទួលយកបានបងប្អូនគឺសាក់តែស្រូមឆ្ងាយមើលវាបានឆ្ងាយប៉ុណ្ណាឥឡូវស្រូមឆ្ងាយហ្មងមិញដោយសារពេលច្រើនខ្ញុំមិញខ្ញុំយកស្រូមឆ្ងាយដែរតែខ្ញុំយកវត្ថុគៀកចិត្តឥឡូវខ្ញុំស្រូមឆ្ងាយយកវត្ថុដែលនៅឆ្ងាយបាទជាប់ហើយរូបដែលខ្ញុំថតស៊ូមឆ្ងាយមិញទៅយកនៅលើឆ្ងាយទេណោបងប្អូនឃើញនៅលើនោះអត់ហើយខ្ញុំស៊ូមបានប៉ុណ្ណេះបងប្អូនណាអែមកាប់សេរីមែនតើ
ប៉ុណ្ណាទទួលយកបានបងប្អូនស្អាតបើសិនខ្លាំងយកទៅលេងហ្គេមថតរូបវីដេអូមួយញាក់សាច់បាទអរគុណសួស្តីបងប្អូននេះគឺជាវីដេអូដែលខ្ញុំថតចេញពី Honor Magic 7 Pro បងប្អូនណា Honor Magic 7 Pro ដែលខ្ញុំថតកម្រិត 4K 30 fps ជាមួយនឹងកាមេរ៉ាខាងមុខដោយខ្ញុំប្រើ lens ពីមុខហ្នឹងគឺ 0.8 គុណបងប្អូនណាឥឡូវខ្ញុំដាក់1គុណវិញបាទ1គុណគឺវាងាកចិត្តណាវាមាន2ដែរលយមែនតើបងប្អូនវាថតចិត្តហើយយើងចង់ឲ្យទលាយធំតិចយើងដាក់0.8គឺទលាយអូខេមិនដែរបងកាមេរ៉ាអូក្បាលដល់ស្កើបងប្អូនណាអូអែមកាមេរ៉ាខាងមុខគឺញាក់សាច់វាដែរបាទសាច់ដែរអែមនេះជាកាមេរ៉ាដែលខ្ញុំថតពីខាងក្រោយរបស់ Honor Magic 7 Pro ណាជាមួយវីដេអូមិនដែរបងប្អូនអូខេ30 fps ខ្ញុំបាទ noise reduction mode បងប្អូនណាវាមាន noise reduction ទេសម្រាប់វីដេអូរបស់វាគឺស៊ូមបាន10គុណបងប្អូនណាស៊ូមបាន10គុណជាមួយដាក់ក្នុងទូរស័ព្ទនេះអូល្អអត់តែគឺពេលដែលយើងស៊ូមចិត្តជាមួយនឹងវីដេអូគឺវាឲ្យផុតប្រេត 4K នៅខាងក្រោយគឺស្អាតមែនតើតែគ្រាស្អាតបងប្អូនណាគ្រាស្អាតតែហើយវិញបាទឥឡូវចាប់ធម្មតាវិញបាទហើយដែរបងប្អូន selfie កាមេរ៉ាខាងក្រោយ